បាទជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើបុកកំពឹសជាមួយនឹងអំពិលខ្ចីរសជាតិឆ្ងាញ់ប្លែកមែនទែនសម្រាប់បងប្អូនដែលចិត្តញ៉ាំជូរអញ្ចឹងបងប្អូនអាចមើលវីដេអូនេះហើយកុំភ្លេច share ម្នាក់មួយផងបាទហើយបន្តិចទៀតយើងទៅតាមដានទស្សនានៃធ្វើនិងគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាហើយមុនមកខ្ញុំយកអំពិលខ្ចីហ្នឹងយកមកបុកសិនហើយថ្ងៃនេះខ្ញុំដាក់អំពិលខ្ចីឬក៏បងប្អូនមានអំពិលចាស់ក៏ដាក់បានដែរយើងបុកឲ្យម៉ត់មកពេលខ្ញុំបុកម៉ត់ហើយគឺខ្ញុំយកទៅពូតអំពិលនេះបានវាអស់ជូរបើមិនយើងអត់ពូតទេញ៉ាំអត់កើតទេជូរខ្លាំងណាស់យើងយកទៅចឹងហើយជាមួយនឹងអាសាញទៅសាយវាហ្នឹងក៏យើងយកចេញដែរឲ្យមានទុកទេណាហើយជិមទុកយកខ្ទឹមសជាមួយម្ទេសស្រស់យកបុកទៀតខ្ញុំបុកឲ្យម៉ត់ហើយចំណែកអំពិលមិញខ្ញុំយកទៅពូតហើយតែខ្ញុំបានបង្ហាញបងប្អូនទេណានេះបានប៉ុណ្្នឹងហើយបន្តមកទៀតខ្ញុំដាក់ប្រហុកចូលទៅហើយខ្ញុំបុកវាម្ដងទៀតមកយើងបុកវាសពគ្នាមកណាហើយប្រហុកនេះគឺខ្ញុំចិញ្ច្រាំរួចរាល់ហើយចិញ្ច្រាំវាឲ្យម៉ត់មកហើយខ្ញុំទុកខ្ញុំដាក់អំពិលដែលខ្ញុំពូតហើយចូលមកខ្ញុំបុកវាម្ដងទៀតហើយដូចខ្ញុំប្រាប់អញ្ចឹងអំពិលទៅពូតបើមិនយើងអត់ពូតទេញ៉ាំអត់កើតទេជូរខ្លាំងណាស់អំពិលនេះយើងបុកឲ្យវាសពចូលគ្នាមកដល់ពេលបុកសពចូលគ្នាប៉ុណ្្នឹងហើយខ្ញុំបន្ទុកខ្ញុំមកផ្សំគ្រឿងដូចដាក់ស្ករសជាមួយប៊ីចេងហើយនឹងជីអាណាហើយយើងបុកម្ដងទៀតមកមកឲ្យវាសពចូលគ្នាមកហើយបងប្អូនភ្លក់បានយើងភ្លក់តាមចំណង់ចំណូលចិត្តយើងទៅរសជាតិថែមថយទៅតាមចំណង់ចំណូលចិត្តយើងណាឥឡូវវានឹងសាកបន្តិចខ្ញុំដាក់អំបិលចូលទៅហើយខ្ញុំបុកវាម្ដងទៀតបុកឲ្យម៉ត់ចូលគ្នាមកងាយមែនទេរបៀបធ្វើដល់ពេលបុកម៉ត់ប៉ុណ្្នឹងហើយខ្ញុំដាក់កំពឹសចូលទៅកំពឹសនេះគឺខ្ញុំកាត់ក្បាលកាត់កន្ទុយចេញហើយនឹងខ្ទឹមក្រហមជាណាយហ្នឹងហើយយើងកូរច្បល់វាម្ដងទៀតមកប៉ុន្តែជាការស្រេចហើយយើងអាចយកទៅញ៉ាំបានហើយរសជាតិដូចខ្ញុំប្រាប់អញ្ចឹងបើសិនបងប្អូនចូលចិត្តរសជាតិជូរអញ្ចឹងបងប្អូនអាចធ្វើមុខម្ហូបទៅយើងអាចហូបបានណាបាទហើយសម្រាប់វីដេអូនេះក៏មានប៉ុណ្្នឹងទេបងប្អូនបាទសូមអរគុណរកតាមដានទស្សនារបស់បងប្អូនតាពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចចុច like ចុច share ម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា